រថយន្ត Mazda 2 តឡើងមួយញ៉េកាមេរ៉ា360ហើយរូបភាពតំណាង 3D នៅក្នុងហ្នឹងក៏ជាឡានរូបភាព Mazda 2 ហ្នឹងហ្មងបាទមួយញ៉េមកដើមគឺអត់មានទេបងប្អូនអានេះគឺយើងត្រូវការទិញណាបងប្អូនបាទនៅក្នុង software មួយញ៉េហ្នឹងមិនមែន free ទេអញ្ចឹងបងប្អូនតឡើងនៅអាចខែយើងគឺយើង free ជូនបងប្អូនទិញហើយយើងអាចសេរីពណ៌ឡាន 3D ហ្នឹងឲ្យដូចទៅនឹងឡានបងប្អូនអញ្ចឹងណាហើយមានជាច្រើនស៊េរីឡានដែលយើងទិញតម្រូវតឡើង360គឺយើងត្រូវការចាប់កាមេរ៉ាមុខក្រោយឆ្វេងស្ដាំបាទជាមួយនឹងមួយញ៉េ Nakamichi ហើយកាមេរ៉ាក៏របស់ Nakamichi ដែររូបភាពគឺច្បាស់បងប្អូនបាទមានទាំងមុខងារ record ផងដែរហើយងាយស្រួលចូលចតនៅកន្លែងចង្អៀតបាទដោយសារតែរូបភាពច្បាស់យើងងាយស្រួលមើលកាងជុំវិញឡានរបស់យើងហ្នឹងបើសិនជាអត់មាន360ទេហើយយើងអង្គុយនៅក្នុងឡានគឺយើងអាចមើលឃើញកង់យើងវល់អញ្ចឹងកើតទេបងប្អូនបាទអញ្ចឹងមានកាមេរ៉ា360គឺងាយស្រួលបើកបរជាពិសេសបងប្អូនដែលប្រើប្រាស់នៅក្នុងក្រុងច្រើនកន្លែងចង្អៀតយើងចូលចតទៅយើងអត់ខ្លាចប៉ះកាងប៉ះឡានយើងអញ្ចឹងណាបាទជាមុខងារមួយដ៏ល្អ